ខ្ញុំជឿថាបងប្អូនទាំងអស់គ្នាប្រកាសជាយល់ឃើញដូចខ្ញុំអញ្ចឹងក្រោយពេលទស្សនាវីដេអូមួយនេះចប់នេះគឺជាទឹកដីតំបន់សេដ្ឋកិច្ចពិសេសហុងកុងនិងមានប្រជាជនប្រហែលជា 20% នៃចំនួនសរុបកំពុងរស់នៅក្នុង Coffin Home ឬប្រែជាភាសាខ្មែរថាផ្ទះមឈូសជាមួយនឹងរបៀបរស់នៅមួយដែលខ្ញុំគិតថាពិបាកភ្នែកមើលបំផុតហើយខ្ញុំចង់ចែករំលែកទៅកាន់ប្រជាជនកម្ពុជាឲ្យស្វែងយល់ទាំងអស់គ្នាខណៈដែលហុងកុងគឺជាទីក្រុងដែលមានការអភិវឌ្ឍខ្លាំងបំផុតមួយនៅក្នុងពិភពលោកមានអគារសរុបជាង 4000 កន្លែងនិងអគារពាណិជ្ជកម្មធំៗជាង 100 អគារហើយបើគិតត្រឹមឆ្នាំ 2024 ហុងកុងមាន GDP ឬក៏សុខភាពសេដ្ឋកិច្ចប្រមាណ $406,000 លានសហរដ្ឋអាមេរិកឬក៏ស្មើនឹង $53,000 ក្នុងចំនួនមនុស្សម្នាក់ៗហើយហុងកុងក៏សម្បូរទៅដោយមហាសេដ្ឋីរស់នៅច្រើនដូចជាលោក Lee Ka-shing ជាសេដ្ឋីលំដាប់ពិភពលោកមានទ្រព្យសម្បត្តិជាង $38,000 លានកាលពីវីដេអូមុនខ្ញុំបានលើកឡើងអំពីរបៀបដែលសហរដ្ឋអាមេរិកគេអភិវឌ្ឍប្រទេសរបស់គេដោយតាមដើមឈើ Millennium អញ្ចឹងក៏មានបន្តិចមួយបានលើកឡើងថាខ្ញុំយកសហរដ្ឋអាមេរិកមកវាយប្រហារប្រទេសកម្ពុជាទាំងដែលកម្ពុជាក៏មានការដាំដើមឈើរាប់រយហិកតាផងដែរការពិតទៅគឺខ្ញុំអត់មានគោលបំណងបែបហ្នឹងទេដោយសារតែបើសិនជាយើងយកសហរដ្ឋអាមេរិកមកប្រៀបធៀបជាមួយនឹងកម្ពុជាគឺខុសទាំងស្រុងដោយសារកម្ពុជាគឺយើងអភិវឌ្ឍតាមបែបរបស់យើងហើយគេអភិវឌ្ឍតាមបែបរបស់គេអញ្ចឹងសម្រាប់វីដេអូហុងកុងនេះខ្ញុំមានគោលបំណងតែមួយគត់គឺចង់ឲ្យអ្នកទាំងអស់គ្នារៀនស្រឡាញ់នៅធនធានអីដែលយើងកំពុងតែមានហើយកុំប្រៀបធៀបរវាងសង្គមបរិយាកាសដែលយើងរស់នៅទៅកាន់បរិយាកាសខាងក្រៅព្រោះពេលខ្លះយើងអត់ដឹងទេថាយើងមើលឃើញលេខ6ឬក៏លេខ9បើសិនជាយើងឈរនៅជ្រុងម្ខាងម្នាក់ព្រោះបើសិនជាយើងមើលតាមមួយជ្រុងគឺយើងមើលមិនឃើញច្រើនទេអញ្ចឹងវីដេអូនេះខ្ញុំនឹងនិយាយអំពីហេតុអីបានជាហុងកុងមានសេដ្ឋកិច្ចខ្ពស់ដដែលនិងសម្បូរដោយអ្នកមានរស់នៅហើយផ្ទះមជ្ឈូសនឹងគឺជាអីហេតុអីបានជាគេហៅទៅលើការរស់នៅរបស់មនុស្សបែបនេះអញ្ចឹងមុននឹងចូលទៅកាន់ប្រធានបទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាកុំភ្លេចជួយ like page និង subscribe YouTube channel ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តផលិតមាតិកាថ្មីៗស្រាវជ្រាវបន្តទៀតសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាអរគុណទុកជាមុនដូច្នេះដំបូងឡើយខ្ញុំនឹងនិយាយត្រួសអំពីកត្តាដែលហុងកុងកើតជាប្រទេសអ្នកមាននិងមានសេដ្ឋកិច្ចហូរហៀរមិនចេះដាច់ហុងកុងជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិនមានផ្ទៃដីសរុប 1108 គីឡូម៉ែត្រការ៉េមានកោះជាង 200 កោះនៅឯអាស៊ីខាងកើតជាប់ព្រំប្រទល់សមុទ្រចិនខាងត្បូងហើយបើយើងនិយាយអំពីដីហុងកុងវិញភាគច្រើនសម្បូរភ្នំខ្ពស់ដែលមានជម្រាលចោតខណៈដែលទីក្រុងមួយនេះត្រូវបានរស់នៅដោយប្រជាជនច្រើនរហូតដល់ទៅ7,400,000 នាក់ស្រាប់ទៅដូចជាចង្អៀតឬក៏ស្មើនឹង 6,000 នាក់ក្នុង 1 ម៉ែត្រការ៉េហើយសូមបញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាបន្តិចថាហុងកុងគឺមានការគ្រប់គ្រងដាច់ដោយឡែកពីចិនដីគោកក្រុមគោលការណ៍ប្រទេសរួមគ្នាតែមួយតែប្រើប្រាស់ការអនុវត្តជាពីរប្រព័ន្ធផ្សេងគ្នាហើយហុងកុងគឺជាសរសៃឈាមផ្នែកហិរញ្ញវត្ថុមួយចំណែករបស់សេដ្ឋកិច្ចប្រទេសចិនដោយសារហុងកុងមានសេវាកម្មល្អនៃការជួញដូររូបិយប័ណ្ណរវាងចិននិងរូបិយប័ណ្ណអន្តរជាតិនិងជាទីផ្សារសេរីឬក៏សេដ្ឋកិច្ចបើកចំហដើម្បីទទួលវិនិយោគិនអន្តរជាតិនិងជាសមាជិកនៃ Asia Pacific Economic Cooperation ដែលមានសមាជិកប្រមាណ21ប្រទេសចូលរួមផ្ដល់ការជួញដូរមួយនេះហើយមូលហេតុដែលធ្វើឲ្យហុងកុងមានសេដ្ឋកិច្ចខ្ពស់ត្រដែតគឺមានកត្តាចូលរួមដូចជាទីតាំងភូមិសាស្ត្រហុងកុងស្ថិតនៅផ្លូវបំបីទៅកាន់ច្រកទ្វារនៃអាស៊ីដោយចំណាយពេលតែ4ម៉ោងប៉ុណ្ណោះតាមរយៈការហោះហើរព្រោះហុងកុងជាកន្លែងដែលតភ្ជាប់ទិសដៅហោះហើរជាង220កន្លែងដោយក្រុមហ៊ុនអាកាសចរចំនួន120អាកាសយានដ្ឋានដែលជាតំបន់ពេញលេងសម្រាប់ជួញដូរនិងធ្វើពាណិជ្ជកម្មគ្រប់មធ្យោបាយហើយហុងកុងដំណើរការក្រោមសេដ្ឋកិច្ចទីផ្សារសេរីដោយអន្តរាគមន៍ពីរដ្ឋាភិបាលលើកទឹកចិត្តដល់សហគ្រិនច្នៃប្រឌិតនិងការវិនិយោគជំរុញបរិយាកាសអាជីវកម្មពេញផ្ទៃប្រទេសណាមួយទៀតហុងកុងដាក់ពន្ធទាបទាំងបុគ្គលិកធ្វើការនិងម្ចាស់អាជីវកម្មគ្រប់ធនដើម្បីទាក់ទាញការវិនិយោគពីបរទេសនិងជំរុញកំណើនអាជីវកម្មឲ្យកើនឡើងពលគឺធ្វើយ៉ាងណាឲ្យគេយកលុយវ៉ាលៀនសម្រាប់រកស៊ីនៅតំបន់សេដ្ឋកិច្ចហុងកុងតែម្ដងហើយលើពីនេះហុងកុងមានវិស័យហិរញ្ញវត្ថុដែលមានការអភិវឌ្ឍល្អនិងមានការគោរពជាអន្តរជាតិដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកជាមួយនឹងប្រព័ន្ធធនាគារដ៏ទំនើបនៃផ្សារហ៊ុននិងមូលធនវិនិយោគក្រៅពីវិស័យហិរញ្ញវត្ថុហុងកុងមានហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោករួមទាំងបណ្ដាញដឹកជញ្ជូនទំនើបឆាប់រហ័សកំពុងផែប្រកបដោយប្រសិទ្ធភាពនិងប្រព័ន្ធទូរគមនាគមន៍ទំនើបទាន់សម័យបើងាកមកផ្នែកច្បាប់ទីក្រុងហុងកុងមានក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំផ្អែកលើនីតិរដ្ឋការពារសិទ្ធិអចលនទ្រព្យនិងការធានាកិច្ចសន្យាអាចអនុវត្តបានចំណុចនេះពិសេសមានស្ថិរភាពនិងព្យាករផ្ដល់សារៈសំខាន់សម្រាប់អាជីវកម្មគ្រប់ជាន់ថ្នាក់បន្ថែមលើពីនេះហុងកុងផ្ដាំកូនផ្ដាំចៅតែម្ដងសម្រាប់ការវិនិយោគពីសំណាក់បរទេសគឺបើកចំហជានិច្ចដោយមានការរឹតបន្តឹងបន្តិចបន្តួចប៉ុណ្ណោះទៅលើលំហូរមូលធននិងកម្មសិទ្ធិបរទេសធ្វើបែបនេះជាវិធីលើកទឹកចិត្តដល់សាជីវកម្មចម្រុះជាតិសាសន៍ឲ្យបង្កើតវត្តមាននៅហុងកុងបង្កើនលំហូរនៃចរន្តវិនិយោគមិនចេះរីងស្ងួតដូច្នេះទោះបីជាមានបញ្ហាប្រឈមដូចជាផ្នែកនយោបាយនិងបម្រែបម្រួលសេដ្ឋកិច្ចពិភពលោកក៏ដោយក៏ហុងកុងរឹងមាំចេះសម្របខ្លួនអាចឆ្លងកាត់ពេលវេលាដ៏លំបាកនិងកាន់តែបន្តកំណើនសេដ្ឋកិច្ចបានធម្មតានិយាយរួមបើទោះបីជាមានវិបត្តិសកលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយក៏ហុងកុងមិនទៅឈឺក្បាលជាមួយដែរ ហ
វីដេអូនេះត្រូវបានគ្រប់គ្រងការផលិតដោយ Kai Creative Station អញ្ចឹងបងប្អូនទាំងអស់គ្នាមានតម្រូវការសេវាកម្មដូចដែលបានរៀបរាប់ទំនាក់ទំនងទៅកាន់ Kai Creative Station បានជ្រាបអំពីចរន្តសេដ្ឋកិច្ចហុងកុងរួចមកដល់ពេលដែលយើងមកស្វែងយល់អំពីរបៀបរស់នៅមួយបែបដែលធ្វើឲ្យបងប្អូនមួយចំនួនភ្ញាក់ព្រឺតព្រោះដោយសារតែមានបងប្អូនមួយចំនួនគិតថាការរស់នៅរបស់គាត់ពិបាកតែពេលនេះជួបអ្នកដែលរស់នៅពិបាកជាងគាត់10 ដងឯណោះហើយបើតាមការរកឃើញមានប្រជាជនប្រមាណ 200,000 នាក់រស់នៅក្នុងអាផាតមិនជាជាន់ចំនួនរាប់ម៉ឺនបន្ទប់ហើយអាផាតមិនទាំងអស់នេះមិនមែនជាអាផាតមិនដែលបងប្អូនបានឃើញសពថ្ងៃមានម៉ាស៊ីនត្រជាក់មានផាសុខភាពអីចឹងទេគឺកវីក្បាលហើយអាណិតតែម្ដងដូចជាម៉ូដអាផាតមិនបែបនេះត្រូវបានគេហៅពីមាត់មួយទៅមាត់មួយថា coffin home ឬប្រែថាផ្ទះមឈូសឬហៅមួយបែបទៀតថាផ្ទះទ្រុងស្រាប់តែបងប្អូនមានអារម្មណ៍យល់ 70% ទៅ 80% មុនបាត់ទៅហើយចំណែកឯមូលហេតុដែលគេហៅអញ្ចឹងគឺដោយសារតែនៅក្នុងបន្ទប់នោះមានក្រែហុំព័ទ្ធទៅដោយទ្រុងដែកហើយជាទូទៅគេហៅផ្ទះមឈូសតែម្ដងដោយសារតែទំហំតូចរបស់វាព្រោះកាលពីដើមឡើយផ្ទះមឈូសហ្នឹងត្រូវបានគេហៅដើម្បីពណ៌នាអំពីការរក្សាទុកសាកសពជនអន្តោប្រវេសន៍ណាមួយជាបណ្ដោះអាសន្នដែលចង់បញ្ចុះនៅទីកន្លែងហ្នឹងហើយបើមែនទៅផ្ទះមឈូសហ្នឹងមានដើមកំណើតចេញពីហុងកុងតែម្ដងតាមការលើកឡើងព្រោះផ្ទះមឈូសនេះត្រូវបានបង្កើតឡើងដំបូងជាដំណោះស្រាយសម្រាប់ជនចំណាក់ស្រុកមកពីប្រទេសចិនដែលមិនអាចទិញផ្ទះនៅទីនេះបានដល់ពេលរស់នៅយូរៗទៅពួកគាត់បែរคล้ายទៅជាលំនៅឋានអចិន្ត្រៃយ៍សម្រាប់ប្រជាជនច្រើនជាង 200,000 នាក់កំពុងតែរស់នៅកន្លែងតូចចង្អៀតទាំងនេះស្ថានភាពចង្អៀតនិងជីវភាពក្រីក្រក្នុងផ្ទះមឈូសគឺជាប្រធានបទដ៏មានក្តីកង្វល់មួយនៅក្នុងទីក្រុងហុងកុងដោយអ្នកស្រុកជាច្រើនកំពុងតែតស៊ូដើម្បីស្វែងរកដំណោះស្រាយនៃការរស់នៅក្នុងស្ថានភាពក្រីក្របែបនេះមួយទៀតផ្ទះមឈូសត្រូវបានគេប្រើជាញឹកញាប់ហៅសំដៅដល់ស្ថានភាពរស់នៅដ៏លំបាកនិងកង្វះកន្លែងរស់នៅក្នុងលំនៅឋានទាំងនេះហើយស្ថានភាពរស់នៅដោយមានលទ្ធភាពប្រើប្រាស់គ្រឿងបរិក្ខារមានកម្រិតនិងកាន់តែធ្ងន់ធ្ងរទៅហើយដោយសារតែកន្លែងរស់នៅក្នុងទីក្រុងហុងកុងផ្សេងទៀតមានតម្លៃថ្លៃដែលនាំឲ្យមានកង្វះខ្វះខាតអត់ជម្រើសចង់មិនចង់ត្រូវជួលលំនៅឋានបែបនេះរស់នៅទើបទទួលបានតម្លៃសមរម្យប៉ុន្តែនៅក្នុងរយៈពេលប្រហែលឆ្នាំចុងក្រោយនេះមានកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាផ្ទះបែបនេះដោយរដ្ឋាភិបាលហុងកុងបានអនុវត្តគោលនយោបាយក្នុងគោលបំណងផ្ដល់នូវជម្រើសលំនៅឋានដែលមានតម្លៃសមរម្យជាងមុនឬក៏កាត់បន្ថយតម្លៃជាងមុននិងកែលម្អជីវភាពរស់នៅសម្រាប់ប្រជាជនហុងកុងដែលរស់នៅផ្ទះឬក៏អាផាតមិនបែបនេះតែទោះជាយ៉ាងណាក៏ដោយក៏បច្ចុប្បន្នបញ្ហានៅតែជាបញ្ហាដ៏សំខាន់ហើយប្រជាជនជាច្រើនបន្តរស់នៅក្នុងស្ថានភាពចង្អៀតនិងគ្មានអនាម័យបែបនេះហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្វែងយល់អំពីតថភាពទាំងអស់នេះអញ្ចឹងកុំភ្លេចបញ្ចេញមតិទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់ឃើញបែបណានិងរៀនសូត្របានអ្វីខ្លះកុំភ្លេចចែករំលែកប្រសិនបើវីដេអូនេះមានប្រយោជន៍សម្រាប់ជនរួមជាតិអរគុណជួបគ្នាជាមួយខ្ញុំនៅវីដេអូបន្ត